តោះថ្ងៃហ្នឹងយើងមក hack grammar អង់គ្លេសមួយគ្នាដោយប្រើ 6D អញ្ចឹងនៅ context high school នៅវិទ្យាល័យជាពិសេសវិទ្យាល័យរដ្ឋឲ្យតែដល់ grammar គឺថាងុយដេកទាំងគ្រូទាំងសិស្សងុយដេកទាំងអស់គ្នា grammar is actually very boring យើងឃើញពាក្យpresent simple past simple do does negative question cat wait sorry cat are not boring ប៉ុន្តែទាំងអស់ខាងលើមិញហ្នឹងគឺ very very boring អញ្ចឹងអាហ្នឹងយើងក៏វែងទាំងអស់ហ្នឹងចោលកុំយកវាមកគិតយើងគិតចេះហ្នឹងគិតមិនគិតថាគេ subdo ក្នុងភាសាអង់គ្លេសគឺគេបំបែកបានជា6រូបរាងដូចយើងឃើញលើអេក្រង់ហ្នឹងហើយយើងហៅកាត់ងាយចាំយើងហៅថា 6D យើងដឹង 3D ហ្នឹងមែនទេឥឡូវយើងយក 3D ហ្នឹងដូរមក 6D វិញសំដៅទៅលើ do តម្រង់របស់ do ទាំង6ដែលយើងឃើញយើងចាំវាទៅអីចាំវាត្រង់ថាកាលណាយើងយក do នឹងយកមកប្រើក្នុងល្បះអីក៏ដោយឲ្យតែមានតម្រង់ do ណាមួយគឺយើងត្រូវប្រើជាមួយគេស័ព្ទតម្រង់ដើមដែលហៅថា infinitive គេស័ព្ទតម្រង់ដើមហ្នឹងមិនគឺជាប្រភេទគេស័ព្ទដែលយើងប៉ះពាល់វាអត់បានថែម s អត់បានថែម a អត់បានដូរ y ទៅ i អត់បានថែម ing ថែម ed និយាយទៅប៉ះពាល់ផ្លាស់ប្ដូររូបរាងរបស់វាអត់បានទេយើងចាំប៉ុណ្ណឹងយើងធ្វើលំហាត់ប្រភេទលំហាត់បាក់ឌុបទាំងអស់គ្នាលំហាត់ទីហោះទី1 My dad doesn't blank coffee អញ្ចឹងគេឲ្យយើងយកវាស័ព្ទ string យកមកបំបែកយើងមកគ្រប់ទម្រង់ទាំងអស់ទម្រង់មួយណាជាទម្រង់ infinitive ឬក៏ទម្រង់ដាចម្លើយគឺចម្លើយ A ដែលថាយើងអត់ទាន់ប៉ះពាល់យើងបំបែកវាអត់បានយើងថែម s ទៅលើវាអត់បានជំរឿនផ្សេងៗដូច B ដូច C ដូច D តែជាប្រភេទទម្រង់ផ្សេងៗដែលគេបំបែកហើយមិនមែនជាទម្រង់ដើមទេហើយនៅក្នុងល្បះរបស់យើងឃើញមានពាក្យ doesn't ជាប្រភេទគេស័ព្ទទម្រង់ do មួយក្នុងចំណោម 6D ដែលយើងនិយាយមិញទីហោះទី2 The boss does blank to see you ហើយគេឲ្យយើងយកពាក្យ want យកមកដាក់ again កន្លែងទាយរបស់យើងមានពាក្យ does ឥឡូវយើងមិនបាច់បំភ្លេចន័យចោលមិនបាច់យល់ន័យរបស់វាគ្រាន់តែដឹងថាមាន does នៅទីនេះអញ្ចឹង verb want ដែលយើងត្រូវតែដាក់ត្រូវតែយកចម្លើយ A ដោយសារវាជាទម្រង់ដើមយើងអត់អាចថែម s ថែម ing ថែម e ទៅលើវាបានទេងាយគឺយើងអាចទាយចម្លើយទីហោទី3ជាល្បះក្នុងចម្រៀងដែលខ្ញុំចូលចិត្តអាច check ចំណងជើងខាងលើបាន little did she blank that she had left with my heart នៃភាសាខ្មែរថាគាត់អត់មានដឹងបន្តិចសោះថាគាត់ពេលគាត់ចេញទៅគាត់យកទាំងបេះដូងខ្ញុំទៅដែរអញ្ចឹងពាក្យដែលគេដាក់ឲ្យគឺគេយកពាក្យ no យកមកបំបែកអញ្ចឹង again ក្នុងល្បះរបស់យើង little did យើងមាន did ដែលជាទម្រង់មួយនៅក្នុងចំណោម 6D ដែលយើងនិយាយខាងដើមមិញអញ្ចឹងបានន័យថា verb មួយទៀតត្រូវតែប្រើទម្រង់ដើមទម្រង់មួយណាទម្រង់ដើមគឺទម្រង់ចម្លើយ D ដែលយើងអត់តន់ថែមថយអីអញ្ចឹងសរុបមកវិញអ្វីដែលយើងត្រូវចេះគឺ 6D ទម្រង់ do ទាំង6ហើយត្រូវចាំថា verb ណាដែលយើងយកទៅប្រើមួយទម្រង់ do ទាំង6ហ្នឹងគឺត្រូវតែស្ថិតក្នុងទម្រង់ដើមយើងប៉ះពាល់ថែមថយថែម s ថែម ed ថែម ing ទៅឲ្យវាគឺថែមអត់បានទេអញ្ចឹងសរុបមកវិញអ្វីដែលយើងត្រូវចាំ 6D ហើយឧស្សាហ៍ធ្វើលំហាត់ឧស្សាហ៍សម្លឹងមើលកន្លែងហ្នឹងផងជាពិសេសនៅក្នុងលំហាត់ reading ពេលប្រឡងបាក់ឌុបនិងលំហាត់ grammar បើមាន do ទម្រង់មួយណា verb ត្រូវតែស្ថិតក្នុងទម្រង់ដើមអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងបើពេញចិត្តកុំភ្លេចជួយ follow បាយបាយ